យានេះផងណាគឺខ្ញុំមកចែករំលែកពីការឆាខ្ញីបើនាងខ្ញុំដែលមានជាតិហឹរពីខ្ញីភាគច្រើនខ្ញុំតែងតែឃើញបងនៃគាត់ឆាខ្ញីទៅគឺខ្ញីរបស់គាត់គឺញ៉ាំអត់បានទេគឺហឹរខ្លាំងមែនតែម្ដងហើយបើសិនជាយើងមើលមកគិតថាឆាខ្ញីអត់ប្របាទេពីណាក៏អាចឆាបានដែរសូម្បីតែប្តីបើខ្ញុំក៏គាត់និយាយដែរហេតុអីបានជាឆាខ្ញីបើខ្ញុំញ៉ាំទៅអត់មានជាតិហឹរទាំងដែលគាត់ធ្លាប់ហូបឆាខ្ញីពីមុនមកឆាខ្ញីគឺវាមានជាតិហឹរខ្លាំងមែនតែដែលជាហេតុធ្វើឲ្យគាត់ហ្នឹងអត់ចូលចិត្តញ៉ាំឆាខ្ញីតតែសោះសូម្បីតែថ្ងៃដែលខ្ញុំធ្វើហ្នឹងក៏គាត់ថាមិនបាច់ធ្វើទេគាត់អត់ចេះញ៉ាំទេដល់ពេលដែលគាត់បានហូបហើយគឺគាត់សុំឲ្យយើងធ្វើហើយធ្វើទៀតតែម្ដងហើយគាត់សួរថាអូនឯងធ្វើម៉េចបានជាឆាខ្ញីហ្នឹងអត់អញ្ចឹងតើបងតាមណានទស្សនាទាំងអស់គ្នាណាជាដំបូងហ្នឹងអត់មានអីច្រើនទេយើងច្រាមខ្ទឹមហ្នឹងឲ្យលីងវាឡើងឈ្ងុយមកហើយដាក់សាច់គោចូលនៅពេលដែលឆាសាច់គោឡើងស្គមតិចហ្នឹងខ្ញុំក៏បានដាក់ទឹងតិចចូលបងដើម្បីកុំឲ្យវាខ្លោចខ្ទះហើយបន្តមកចាប់ផ្ដើមសំគ្រឿងដោយសារសាច់គោគឺងាយនឹងឆ្អិនខ្លាំងមែនតើហើយបើសិនជាទុកយូរពេកទៅជាសាច់នឹងឡើងគ្រឿងទេសដាក់ដូចតែបងដែរទេមានទឹកត្រីស្ករប៊ីចេងជាមួយនឹងម្សៅស៊ុបអីហ្នឹងឯងបន្ទាប់ពីខ្ញុំបានដាក់គ្រឿងទេសហើយខ្ញុំក៏បានកូរច្បល់វាដើម្បីឲ្យវាសព្វគ្រឿងចូលគ្នាបានល្អដល់ពេលដែលខ្ញុំដាក់គ្រឿងហើយហ្នឹងគឺខ្ទះរបស់ខ្ញុំហ្នឹងវាចាប់ផ្ដើមរៀងស្ងួតទេបងប៉ុន្តែខ្ញុំអត់តន់ដាក់ទឹកចូលទេដោយសារតែខ្ញុំទឹមតែដាក់គ្រឿងចូលអញ្ចឹងហើយគឺខ្ញុំមិនអាចដាក់ទឹកភ្លាមបានទេពេលដែលយើងទឹមដាក់គ្រឿងចូលហើយដាក់ទឹកភ្លាមវាអាចធ្វើឲ្យលាងគឺសាច់របស់យើងនឹងវាអត់ខាំជាប់ជាមួយនឹងគ្រឿងបានល្អទេពេលហ្នឹងណាគឺខ្ញុំកូរច្បល់វាមួយសន្ទុះធំដែរហើយបន្តមកទៅខ្ញុំចាក់ទឹកចូលបន្តិចនៅពេលដែលចាក់ទឹកចូលហ្នឹងគឺខ្ញុំកូរវាដើម្បីឲ្យសាច់របស់យើងនឹងវាមកកដាលបន្ទាប់ពីបានដាក់ទឹកហើយបងឲ្យពុះឡើងខូចតែម្ដងណាមើលទៅពិតជាតំណងខ្លាំងមែនតើពេលដែលខ្ញុំធ្វើអញ្ចឹងបងទាំងអស់គ្នាគឺសាច់របស់ខ្ញុំហ្នឹងគឺឡើងក្រហមតែម្ដងចំពោះឆាខ្ញីរបស់ខ្ញុំដែរគឺខ្ញុំអត់ដែរទុកទឹកវាទេគឺខ្ញុំចម្រាញ់ទឹកវាឡើងអស់តែម្ដងបន្តមកទៅខ្ញុំចាក់ខ្ញីចូលពេលនេះដែរគឺដល់វគ្គសំខាន់ដែលខ្ញុំប្រាប់ថាមូលហេតុអីដែលធ្វើខ្ញីហ្នឹងវាហឹរនៅពេលដែលឆាដល់វគ្គសំខាន់អញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចបើសិនជាបងដែលគាត់ចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចូលទៅ Subscribe ម្នាក់មួយផងខ្ញីដែលយើងយកវាយកមកឆាអញ្ចឹងបើសិនជាអត់ចង់ឲ្យវាហឹរទេគឺបងទិញយកខ្ញីណាដែលវាខ្ចីអត់ចាស់នៅពេលដែលខ្ញុំទៅទិញខ្ញីគឺខ្ញុំតែងតែកាច់យកចុងណាដែលខ្ចីតែប៉ុណ្ណោះគឺខ្ញុំអត់យកខ្ញីណាដែលចាស់ទេអញ្ចឹងហើយបានជាធ្វើឲ្យឆាខ្ញីរបស់ខ្ញុំគឺវាអត់ស្ទើរមានជាតិហឹរខ្លាំងទេបងប្អូនគ្នាព្យាយាមយកខ្ញីមើលមកហើយយកមកចិត្តខ្លួនឯងកុំយកខ្ញីដែលអ្នកលក់គាត់ចិត្តខ្ញីដែលចិត្តហើយអាចនឹងលាយជាមួយនឹងខ្ញីដែលចាស់អញ្ចឹងហើយទៅជាធ្វើឲ្យឆាខ្ញីហ្នឹងវាមានរសជាតិហឹរខ្លាំងជាទូទៅសម្រាប់ខ្ញុំគឺខ្ញុំតែងតែទិញខ្ញីមើមកាច់យកចុងហើយយកវាយកមកចិត្តឲ្យខ្លួនឯងទើបធ្វើឲ្យឆាខ្ញីអត់មានរសជាតិហឹរប៉ុន្តែនៅពេលដែលទិញហ្នឹងគឺដោយកន្លែងអ្នកទាំងបងកន្លែងខ្លះគឺអ្នកលក់អាចឲ្យយើងកាច់បានកន្លែងខ្លះទៀតគឺអ្នកលក់ដៃខាតគឺឲ្យយើងកាច់ខ្ញីផ្ដេសផ្ដាស់ទេត្រូវតែយកមកមើមចឹងតែម្ដងពេលនេះដែរគឺឆាខ្ញីរបស់ខ្ញុំគឺបានឆ្អិនរួចរាល់ហើយបងប្អូនទាំងអស់គ្នាមើលតែពណ៌មើលតែអីគឺថាតំណងខ្លាំងមែនតើបងចំពោះរសជាតិវិញគឺយើងញ៉ាំជាមួយនឹងបាយមកល្មមហ្មងឆាខ្ញីសាច់គោគឺខ្ញុំអាសាឆាខ្លាំងមែនតែម្ដងដោយសារឥឡូវគឺប្តីរបស់ខ្ញុំគាត់ថាឆាខ្ញីឆ្ងាញ់ទាំងតែពីមុនគាត់អត់ដែរចូលចិត្តឆាខ្ញីទេដោយសារតែវាហឹរខ្លាំងពេកឡើងគាត់សួរខ្ញុំថាមិនបណ្ដឹងរឿងឆាខ្ញីនឹងធ្វើមិនដើម្បីកុំឲ្យវាហឹរមុខនេះគឺខ្ញុំចេះទៅតាមម៉ាក់របស់ខ្ញុំទេគាត់ប្រាប់ថាបើសិនជាចង់ឲ្យខ្ញីរបស់យើងហឹរគឺទៅទិញសុំតែលក់កាច់យកតាណាខ្ចីមកបានឥឡូវនេះដែរគឺវីដេអូក៏បានមកដល់ទីបញ្ចប់ផងដែរអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់អរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ